នេះគេយកផ្លែម្ទេសយកទៅដាក់ធ្វើជាពុម្ពរូបសត្វចឹងណាគ្នានេះជាផ្លែរណងឬផ្លែរសក់អូគេបកាត់ពូជជុះលយមែនគេយកផ្កាយកកាត់ហើយគេបកាត់ពូជជាមួយនឹងចេកផ្កាកាឡាសោយទឹកពណ៌ស្វាយទៅចេញពណ៌ក្រហមតែមួយគ្របស្លឹកទៅទុំពេញប៉ោះគេដាំទៅអីគេទូអូនេះសិទ្ធិសាសនេះគេធ្វើកាត់ពូជអញ្ចឹងចេកមួយពាំងមួយជួអញ្ចឹងទៅមិនដោះអីគេវាដោះប្លូមកនេះមានផ្លែបឺដាក់ជាមួយគ្រាប់អីគេគ្រាប់គីវីមានសុបរីអូវិធីដាក់ជីគេអូជុះមកកន្លែងគេដាក់ជីជុំវិញអញ្ចឹងណាកុំឲ្យវានេះចឹងគេហិបថ្មទៅហើយវ៉ាវផ្លែហើយឬអូមែនចុះពេលចោលស្ប៉ានមិនទៀតកាយមានចឹងទៀតនេះនេះផ្លែ strawberry គេដាំគេគ្របទៅជុំដោះល្អមែនលយមែននេះគេអូគេដាក់ស្នោឲ្យវាជ្រាបទឹកចេញបានម្ដងតិចជាមួយវាចាក់ចូលអញ្ចឹងណាទៅលើវានេះធ្វើអីគេលយមែនសតតិចនេះរបៀបដាំគ្រាប់ទៅដាក់ណានេះទៅវាជួនេះសែនមកនេះរបៀបដាំខ្ទឹមបារាំងលយមែនបាយដាំតមូលកាត់ចូលដល់ក្បាលវាដាំយកមកអូយមានខ្នាតមកគេទុបក្រូចដាក់ជាមួយពងមាន់ដាក់មួយកាក់ហើយលាបចិត្តគេខាត់លាបពោទៀតនេះដាក់ចូលប៉ទៀតផាត់ប៉នឹងទៀតហើយលាបពោទៀតចុយមិញផ្លែក្រូចដាក់មួយពងមាន់ដាក់កាក់ដាក់ចូលផ្លែប៉ដាក់ចូលឈើហើយចាក់ល្ងចូលហើយផាត់មួយឈើទៀតចុយអត់ចូលឃើញគេណាអូយគេលាបថ្នាំអីគេខាត់មួយសៅហើយគេលាបពោទៀតចុយគេធ្វើអីគេអត់យល់ចុះតែប៉ុណ្ណឹងអីគេអូវាដាក់មីអីគេស្រោមណាមអីចាទីសាយប្លែកមែនចុយនេះស្ករកស៊ូចាស៊ីកាត់ទៅយកដាក់នេះគេធ្វើអត់ទេនេះ